ប្រហែលថ្ងៃមុនដើមឈូករបស់ខ្ញុំល្អត្រង់ល្អមែនទែនហើយក៏ប៉ុន្តែប្រហែលថ្ងៃនេះភ្លៀងខ្លាំងមែនទែនអ្នកគ្នាស្រាប់តែឥឡូវនេះក៏ភ្លៀងមកទៀតដែរហើយក៏ខ្យល់បក់ខ្លាំងមែនទែនណានៅផ្ទះខ្ញុំណាអ្នកគ្នាហើយបន្ទាប់មកខ្យល់វាបានបក់មកស្លឹកឈើក្នុងទៅដើមវាដួលវាចអីចឹងតែតាមការពិតណាអ្នកគ្នាខ្ញុំបារម្ភមែនទែនខ្លាចតែវាអត់ដែរអត់ល្អអត់ល្អដូចមុនមកពេលអញ្ចឹងខ្ញុំមើលថែវាបន្ថែមដោយសារតកាលពីដំបូងឡើយខ្ញុំដាក់តែអាចជ្រូកហើយនិយាយរួមគឺខ្ញុំបានថែមដីផ្សេងអាចជ្រូកវាមានដីខ្លះអីចឹងបន្ទុកអីចឹងណាបន្ទាប់មកក៏ខ្ញុំដាក់ចូលទៅហើយរយៈពេលប្រហែលជាមួយខែជាងអ្នកគ្នាកាលខ្ញុំដាក់ដំបងខ្ញុំដាំតែគល់រឹសវាទេកប់នៅក្នុងនឹងអញមើមវាអញ្ចឹងណាខ្ញុំកប់នៅក្នុងនោះ5មើមហើយបន្ទាប់មកឃើញដូចជាមានអារម្មណ៍ថាដូចជាវាភ្លុកបាន2មើម3មើមទៀតប្រហែលជាវាអាចថាมันកើតឬមកក៏មិនក៏មិនទាន់ដឹងដែរអ្នកគ្នាក៏ប៉ុន្តែខ្ញុំបានឃើញវាខូចមួយដើមបាត់ហើយតែសល់តែ4ដើមទេក៏ប៉ុន្តែលទ្ធផលដែលកំពុងតែឃើញហ្នឹងគឺមានតែ2គុម្ពនិយាយរួម2គុម្ពណានៅ2គុម្ពទៀតមិនដឹងជាវាលួយនៅក្នុងហ្នឹងមិនដឹងជាវាមិនទាន់បានលូតលាស់ល្អមិនទេហើយនៅពេលនេះក៏ខ្ញុំគិតថាខ្ញុំនឹងថែមដីបន្តិចដីត្រពាំងបុរាណដែរណាត្រពាំងបុរាណណាដីភក់ដីត្រពាំងអញ្ចឹងណាយើងយកមកដាក់មកព្រោះអីគេឲ្យដាក់ប្រភេទដីអញ្ចឹងហើយយើងយកមកដាក់មកខ្លាញ់លោវាក៏ទប់អារម្មណ៍នឹងគុលរបស់វាកុំឲ្យវាគេលកើដោយសារតែយើងដាក់បាយជ្រូកកន្ទក់អីហ្នឹងវាបាយជ្រូករបស់ខ្ញុំគឺបែបអាចជ្រូកអីចឹងណាយូរណាស់ហើយវាកប់ក្នុងក្រមហ្នឹងទៅក្រមត្រង់ជ្រូកអញ្ចឹងទៅដីវាភុភុអញ្ចឹងណាវាអត់ហាប់ទេតែយើងយកមកដាក់ទៅវារឹងភុអញ្ចឹងហើយខ្ញុំគិតថារឹសរបស់វាអត់រឹងមាំទេអញ្ចឹងខ្ញុំយកដីភក់បុរាណដីក្នុងត្រពាំងយកមកដាក់បាន2ប៉ែលអញ្ចឹងអ្នកគ្នាដាក់ថ្នមដែរហ្នឹងណាហើយខ្ញុំគិតថានិយាយរួមខ្ញុំដាំលើកដំបូងឯងដើមឈូកខ្ញុំដាំលើកដំបូងមិនដឹងជាថែមិនដែរចេះតែធ្វើដែរតែបានដាំបានរស់ប៉ុណ្ណឹងខ្ញុំសប្បាយចិត្តបើសិនជាវាចេញផ្កាទៀតខ្ញុំកាន់តែសប្បាយចិត្តជាងនឹងទៀតដល់គ្នាមិនដឹងវិធីសាស្ត្រដាំ4គេអីមិនពេកទេចេះតែធ្វើដែរហ្នឹង